អ្នកទាំងអស់នេះអាចជួយឧបត្ថម្ភខ្ញុំតាមរយៈ barcode ដូចដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទផងដែរដើម្បីខ្ញុំអាចទិញការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកំសែងជាហួយបន្តទៀតសូមអរគុណយើងមកតាមដានស្ដាប់ការវិរបស់យើងមកតទៅទៀតចង់ដឹងថាពេលនេះមកនេះមានអ្វីសម្រាប់អ្នកដែលកំពុងទៅទស្សនាការវិរបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវទៅយកដែរទេនៅក្នុងពេលឆាប់ៗខាងមុខនេះជើងលេខរបស់អ្នកបង្ហាញថាអ្នកដែលស្ដាប់ការវិរបស់ខ្ញុំនេះគឺនឹងមានការធ្វើដំណើរជាពិសេសគឺនៅក្នុងខែ3ខែដែលអ្នកស្ដាប់ការវិនេះតែម្ដងណាឬក៏អាចនិយាយថានៅក្នុងកំឡុងរយៈពេល3សប្តាហ៍ទៅ6សប្តាហ៍បន្ទាប់ពីស្ដាប់ការប៊ីនេះហើយគឺអ្នកនឹងមានការធ្វើដំណើរអាចជាការធ្វើដំណើរតាក់ទងជាមួយនឹងរបរជួញដូររបស់អ្នកក៏ថាបានអាចថានឹងមានការលក្ខណៈថាសម្រាប់អ្វីមួយឲ្យអ្នកអញ្ចឹងណាដូចថាបើសិនជាអ្នករងចាំលទ្ធផលអ្វីមួយគឺនឹងទទួលបានលទ្ធផលដែលជាការយល់ព្រមនៅក្នុងការឲ្យអ្នកធ្វើដំណើរអាចជាការចាប់ផ្ដើមអាជីវកម្មជាមួយនឹងនរណាម្នាក់ក៏ថាបានផងដែរដែលនិយាយទៅគឺនៅក្នុងការធ្វើដំណើររបស់អ្នកហ្នឹងគឺតាក់ទងជាមួយនឹងរឿងលុយកាក់តែម្ដងសម្រាប់អ្នកស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនគឺអ្នកនឹងមានការធ្វើដំណើរនៅក្នុងខែ6ចាបន្ទាប់ពីស្ដាប់ការប៊ីនេះហើយអាចនិយាយថាការធ្វើដំណើររបស់អ្នកគឺធ្វើឲ្យជីវិតរបស់អ្នកដើរទៅមុខលែងនៅនឹងមួយកន្លែងអ្នកអាចជួបដោះស្រាយជាមួយនឹងមនុស្សដែលមានធាតុភ្លើងដូចជាអ្នកដែរឬក៏អ្នកខ្លះអាចជួបដោះស្រាយជាមួយនឹងមនុស្សដែលមានធាតុទឹកដែលអាចមាន zodiac sign ជា Aries, Leo, Sagittarius ឬក៏ Scorpio ផងដែរសម្រាប់អ្នកស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនទៀតគឺអ្នកអាចជួបដោះស្រាយជាមួយនឹងមនុស្សដែលមាន zodiac sign ជា Libra អ្នកដូចជាកាត់នរណាម្នាក់ចេញពីជីវិតរបស់អ្នកហើយមនុស្សម្នាក់នោះគឺគេអត់បានភ្លេចអ្នកទេលក្ខណៈថាគឺគេអត់ប្រឡែងដៃចេញពីអ្នកទេណាបើសិនបើអ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំគឺជាមនុស្សដែលមានធាតុភ្លើងចឹងច្បាស់ណាស់ថាមនុស្សដែលគេមិនដាច់ចិត្តចេញពីអ្នកនោះគឺគេមានធាតុខ្យល់តែម្ដងឬក៏គេជាមនុស្សដែលមានធាតុទឹកតែម្ដងនេះអ្នកស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនគឺមានមនុស្សម្នាក់គេត្រឡប់មករកអ្នកនៅថ្ងៃទី20ខែ3គឺគេបានតាក់ទងមកអ្នកវិញហើយមនុស្សដែលគេត្រឡប់មករកអ្នកវិញគឺជាមនុស្សដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់ហើយនៅពេលដែលបែកបាក់គ្នាគឺបែកបាក់ដោយការឈឺចាប់តែម្ដងមិនថាគេជាអ្នកដើរចេញពីអ្នកឬក៏អ្នកដើរចេញពីគេទេប៉ុន្តែគឺអារម្មណ៍នៃការឈឺចាប់ហ្នឹងវាមានសម្រាប់អ្នកស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនអ្នកបានចាក់ចេញពីមនុស្សដែលគេប្រុងនឹងមករកអ្នកសាថ្មីឡើងវិញនេះគឺមូលហេតុអាចដោយសារតែនៅពេលដែលអ្នកតាក់ទងជាមួយគេគឺគេមិនផ្ដល់ភាពច្បាស់លាស់ឲ្យអ្នកដោយថាស្រឡាញ់មិនចំស្រឡាញ់រកឃើញអនាគតសួរពីអនាគតផ្លូវដើរទៅមុខជាមួយគ្នាភ្ជាប់ពាក្យរៀបការគឺគេអត់និយាយជាមួយអ្នកហ្មងអញ្ចឹងទៅម្នាក់ចាក់ចេញពីគេនឹងឯងឬក៏អត់និយាយបែបមួយទៀតថាមនុស្សដែលអ្នកដែលស្ដាប់ការបេនេះចាក់ចេញពីគេដំបូងឡើយគឺអញនិយាយថាគឺអ្នកចាប់អារម្មណ៍ទៅលើគេលើរូបរាងកាយរបស់គេអញ្ចឹងណាដូចតែមើលទៅឃើញស្អាតឃើញសង្ហាមើលទៅរៀងរើទៅគឺចាប់អារម្មណ៍តែម្ដងប៉ុន្តែនៅពេលដែលអ្នកបានស្គាល់គេអត្តចរិតរបស់គេគឺវាអត់ត្រូវទៅនឹងអ្វីដែលអ្នកចង់បានចាឬក៏អញនិយាយថាគោលដៅនៃជីវិតរបស់គេគឺវាអត់ដូចទៅនឹងគោលដៅនៃជីវិតដែលអ្នកបានរៀបចំដែលអ្នកចង់បានដូចគ្នាអញ្ចឹងណាទើបអ្នកចាក់ចេញពីគេនឹងឯងបើសម្រាប់អ្នកស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនទៀតមនុស្សដែលអ្នកបានចាក់ចេញពីគេឬក៏កាត់ផ្ដាច់គេចេញពីជីវិតរបស់អ្នកនោះគឺដោយសារតែនៅពេលដែលអ្នករាប់អានជាមួយគេឬក៏មើលចិត្តជាមួយគេគឺដូចនិយាយតាមពីដើមដែរគឺគេអត់ផ្ដល់ភាពច្បាស់លាស់ទេគឺគេគ្រាន់តែចាត់ទុកអ្នកជាមនុស្សដែលលេងសើចអញ្ចឹងណាចង់តែរក្សាអ្នកនៅក្នុងជីវិតរបស់គេចង់ឲ្យមានអ្នកនៅជាមួយគេតែបើថាចង់មកច្បាស់លាស់ជាមួយអ្នកអត់ចាតែបើថាមកតាក់ទងជាមួយអ្នកតាក់ទងតែរកអនាគតអត់ឃើញរបៀបថាចាត់ទុកអ្នកត្រឹមតែជាដៃគូកំដរអារម្មណ៍ឬក៏ជាសង្សារអញ្ចឹងណាហើយដោយសារតែអត្តចរិតដូចរៀបរាប់ខាងដើមនឹងប្រហែលចំណុចហ្នឹងហើយដែលធ្វើឲ្យអ្នកដែលស្ដាប់ការបៀនេះដើរចាក់ចេញពីគេឬក៏កាត់មនុស្សម្នាក់នោះចេញពីជីវិតរបស់អ្នកតែម្ដងហើយកាត់ទាំងការឈឺចាប់ទាំងចិត្តនៅស្រឡាញ់មើលទៅអ្នកដែលស្ដាប់ការបៀរបស់ខ្ញុំនេះដូចជាកំពុងតែស្រូបទាញមនុស្សម្នាក់ចូលមកក្នុងជីវិតរបស់អ្នកដែលមនុស្សម្នាក់នោះអាចនិយាយថាគឺគេជួបជាមួយនឹងបញ្ហានៃជីវិតរបស់គេជាពិសេសគឺមនុស្សចេតនារៀងអញញ៉ៃដែរដោយថាមិនមែនជាមនុស្សដែលមកចិត្តស្មោះស្ម័គ្រលក្ខណៈថាអត់ធ្លាប់ឆ្លងកាត់សេចក្តីស្នេហាពីមុនមកហើយមករកអ្នកហ្មងគឺអត់ទេគឺដោយថាគេធ្លាប់មានបទពិសោធន៍ជួសជុលដែរអញ្ចឹងណាដោយថាគេអត់ចេះរៀបចំដំណើរជីវិតរបស់គេឲ្យបានត្រឹមត្រូវឡើយទេគាត់តែថាចេះតែមកស្រឡាញ់តែត្រង់ថាថែរក្សាយ៉ាងម៉េចឬក៏អញនិយាយថារៀបចំដំណើរជីវិតឲ្យមានអនាគតយ៉ាងម៉េចគឺគេអត់ទាន់ចេះរៀបចំណាបើសិនបើមនុស្សអតីតដែលគេនឹងមកតាក់ទងជាមួយអ្នកឡើងវិញបានថាជាអតីតគូស្នេហ៍របស់អ្នកដែលស្ដាប់ការបៀរបស់ខ្ញុំហើយធ្លាប់ផ្ដល់ការជិះចាប់ឲ្យអ្នកបើសិនបើគេមកតាក់ទងជាមួយអ្នកឡើងវិញដូចនិយាយចឹងគឺគេមកមិនជាលក្ខណៈផ្ដល់ភាពច្បាស់លាស់ឲ្យអ្នកទេគ្រាន់តែគេចង់រក្សាអ្នកនៅក្នុងជីវិតរបស់គេហើយគេអត់ចង់ឲ្យអ្នកចាក់ចេញពីជីវិតរបស់គេឬក៏អាចនិយាយបានមួយទៀតថាចង់ចងអ្នកទុកអ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំជាមួយនឹងមនុស្សដែលគេចង់តាក់ទងមកអ្នកហ្នឹងអ្នកទាំងពីរបច្ចុប្បន្នគឺអត់មានតាក់ទងគ្នាទេហើយក៏អត់មានតាមដានគ្នាដែរហើយគេពិតជាចង់ដឹងអំពីដំណើរជីវិតរបស់អ្នកមែនតើតែម្ដងណាថារាល់ថ្ងៃនេះជីវិតរបស់អ្នកទៅជាយ៉ាងណាហើយសិនបើអ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំគឺជាមនុស្សដែលមានរឿងអតីតកាលឬក៏មានគូស្នេហ៍អតីតច្បាស់ណាស់ថាមនុស្សដែលតាក់ទងមកអ្នកនោះគឺជាមនុស្សអតីតរបស់អ្នកនឹងឯងដែលគេកំពុងតែព្យាយាមរៀបរាប់វិធីណាដែលអាចមកតាក់ទងជាមួយអ្នកឡើងវិញបាន
គាត់ថាគេដឹងដែរថាពីមុនមកគេធ្វើឲ្យអ្នកជឿចាប់ចឹងណាតែបើសិនបើអ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំគឺជាមនុស្សដែលថ្មីបកកាសឬក៏និយាយថាអ្នកធ្លាប់មានស្នេហាដែលលក្ខណៈថាជួចជាត់ពីមុនមកទេអញ្ចឹងបានថាគឺអាចជាមនុស្សថ្មីដែលគេនឹងមកតាក់ទងជាមួយអ្នកស្របពេលដែលអ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំនេះគឺជាមនុស្សដែលគេហៅថាមិនងាយជឿទុកចិត្តនរណាដូចថាធ្លាប់ទទួលរងនៅគេហៅថាផលវិបាកនៅក្នុងផ្លូវអារម្មណ៍វិបត្តិផ្លូវចិត្តអាចនិយាយចេះដូច្នេះនៅមានមនុស្សម្នាក់គឺគេមកតាក់ទងជាមួយអ្នកប៉ុន្តែអ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំនេះនឹងយកគេដែលជាមនុស្សថ្មីហ្នឹងទៅប្រៀបធៀបជាមួយនឹងរឿងអតីតកាលរបស់អ្នកធ្លាប់ឆ្លងកាត់ប្រៀបធៀបជាមួយនឹងមនុស្សដែលអ្នកធ្លាប់ស្គាល់អញ្ចឹងណាអញ្ចឹងទៅការប្រៀបធៀបនេះវាគឺជាបញ្ហាមួយដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកវារៀងថាជួបភាពសាំញ៉ាំណាអនុញ្ញាតថាអ្នកស្ដាប់ការវិទ្យរបស់ខ្ញុំនេះមិនថាអ្នកនៅលាវឬក៏អ្នកធ្លាប់មានវិបត្តិស្នេហាពីមុនមកទេដោយថាអ្នកអត់បើកចិត្តណាអត់បើកចិត្តនៅក្នុងការទទួលយកអ្វីមួយដែលថ្មីឬក៏អាចនិយាយថាពិបាកនៅក្នុងការបើកចិត្តទទួលយកការផ្លាស់ប្ដូរសម្រាប់អ្នកស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនគឺនៅមានមនុស្សគេចូលមកសុំទោសអ្នកចង់មកផ្សះផ្សាទំនាក់ទំនងរវាងអ្នកនិងគេពីមុនមកអ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនអាចនិយាយថានៅពេលដែលអ្នកទទួលបានសារពីមនុស្សម្នាក់ដែលគេចាប់អារម្មណ៍ជាមួយអ្នកឬក៏ដែលគេធ្លាប់ជាអតីតគូស្នេហ៍របស់អ្នកមកតាក់ទងជាមួយអ្នកឡើងវិញណាគឺអ្នកបង្ងើយកន្តើយហ្មងឃើញសារគេគឺអត់ឆ្លើយតបហ្មងដូចថាអស់ចិត្តអស់អារម្មណ៍ជាមួយគេតែម្ដងណាប៉ុន្តែជីវិតគឺជាជំរឿនរបស់អ្នកទេណាអ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំគិតឲ្យបានច្បាស់លាស់បើសិនបើអ្នកលក្ខណៈថានៅតែចាប់អារម្មណ៍ជាមួយគេបេះដូងនៅតែទីមទីរកគេទេក៏អាចនិយាយថាសាកល្បងនៅក្នុងការដើរទៅមុខជាមួយគ្នាឡើងវិញតែបើសិនបើអ្នកយល់ថាមើលទៅការជឿចាប់ដែលអ្នកធ្លាប់ទទួលបាននោះគឺវាសមល្មមគ្រប់គ្រាន់នៅក្នុងការដែលឲ្យអ្នកឆ្អែតចិត្តហើយគួរតែបំភ្លេចគួរតែដើរទៅមុខអញ្ចឹងអ្នកគួរតែជ្រើសរើសអនាគតមួយដែលល្អសម្រាប់ខ្លួនឯងខ្ញុំធ្លាប់មើលរឿងមនោសញ្ចេតនាកូរ៉េមួយគេនិយាយថាបើសិនបើអ្នកមិនដើរចេញពីផ្លូវជីវិតរបស់ខ្ញុំទេអញ្ចឹងធ្វើម៉េចនឹងមានច្រកឲ្យអ្នកថ្មីគេដើរចូលបានចាអញ្ចឹងបានថាបើសិនបើអ្នកមិនព្រមប្រឡែងម្នាក់ហ្នឹងទេធ្វើម៉េចអ្នកមានកន្លែងសម្រាប់ទុកនៅមនុស្សថ្មីទទួលនៅឱកាសថ្មីសម្រាប់ខ្លួនឯងអញ្ចឹងណាឆ្នាំ2023ឆ្នាំ2024អាចជាឆ្នាំសំខាន់សម្រាប់អ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំអាចជាឆ្នាំដែលអ្នកបានបែកពីមនុស្សម្នាក់ហ្នឹងឬក៏អនុញ្ញាតថាជារយៈពេលដែលអ្នកបានបែកបាក់ជាមួយនឹងគេអនុញ្ញាតបានមួយទៀតផងដែរថាអ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនគឺមនុស្សដែលគេចាប់អារម្មណ៍ជាមួយអ្នកអាចជាមនុស្សថ្មីហើយគេចាប់អារម្មណ៍អ្នកតាំងពីឆ្នាំ2023 2024មកម្លេះគេចាប់អារម្មណ៍អ្នកអស់រយៈពេលជាយូរឆ្នាំមកហើយប៉ុន្តែគឺគេនៅតែភ័យខ្លាចហើយលក្ខណៈថារអានៅក្នុងការតាក់ទងម្នាក់អញ្ចឹងណាដូចតែខ្វល់ច្រើនទៅធ្វើឲ្យគេនេះចេះតែអត់បានតាក់ទងម្នាក់ហើយអ្នកនឹងស្គាល់គេថាជាមនុស្សថ្មីម្នាក់ហ្នឹងគឺជាអ្នកណានៅពេលដែលគេដាច់ចិត្តនៅក្នុងការតាក់ទងម្នាក់តែម្ដងពីព្រោះថាជើងលេខបង្ហាញតែមនុស្សម្នាក់នោះគឺនៅក្នុងពេលចាប់ខាងមុខនេះគឺគេនឹងតាក់ទងម្នាក់ហើយដោយសារតែគេមួយរយៈពេលកន្លងដែលគេតាមដានអ្នកចាប់អារម្មណ៍ជាមួយអ្នកហ្នឹងគឺគេបានស្គាល់អ្នកបានច្រើនគួរសមអញ្ចឹងណានិយាយជារួមមកសម្រាប់អ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនគឺអាចនិយាយថាអ្នកនឹងទទួលបានការសំទោសពីអតីតមនុស្សដែលអ្នកធ្លាប់តាក់ទងជាមួយគេបើសម្រាប់អ្នកខ្លះវិញគឺអ្នកនឹងទទួលបានដំណឹងអ្វីមួយដែលនឹងធ្វើឲ្យអ្នកច្រាស់ស្លាស់ពីក្នុងចិត្តរបស់អ្នកហើយអាចឲ្យអ្នកលែងខ្លួនឯងឲ្យមានសេរីភាពដោយថាកាត់មនុស្សម្នាក់នឹងចេញពីជីវិតដាច់ផឹងតែម្ដងកាលពីមុនអាចថានៅតែអាឡោះអាឡៃនៅតែមិនដាច់ចិត្តចឹងណាអញ្ចឹងទៅដំណឹងមួយហ្នឹងអាចនិយាយថាគឺជាដំណឹងដែលថាគេបានរៀបការហើយឬក៏គេមានកូនហើយឬក៏គេបានសាងជីវិតគ្រួសាររបស់គេហើយចឹងគឺធ្វើឲ្យអ្នកឆ្អែតគឺធ្វើឲ្យអ្នកអាចធ្វើឲ្យខ្លួនឯង move on បានបើសម្រាប់អ្នកស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនទៀតអាចនិយាយថាគឺអ្នកនឹងទទួលបានការតាក់ទងពីមនុស្សដែលអ្នករំពឹងឲ្យគេតាក់ទងមកអ្នកដោយថាចាប់អារម្មណ៍ជាមួយគេក៏ចាប់អារម្មណ៍ជាមួយអ្នកប៉ុន្តែអ្នកចង់ឲ្យគេជឿនជឿមកមុខមុនហើយចេះតែចាំគេអរិយាពេលជាយូរណាស់មកហើយអញ្ចឹងណាអញ្ចឹងទៅគឺនៅក្នុងពេលខាងមុខនេះគឺមនុស្សដែលអ្នកតន្ទឹងរង់ចាំនឹងឯងគឺជាគេនឹងឲ្យដែលគេនឹងតាក់ទងមកអ្នកអញនិយាយថាគេនឹងសារភាពអំពីអារម្មណ៍របស់គេចំពោះអ្នកអញ្ចឹងទៅហើយមនុស្សដែលគេនឹងតាក់ទងមកអ្នកគេឃើញថាអ្នកដែលស្ដាប់ការវិទ្យនេះគឺជាមនុស្សដែលចេះរឹងរូសអត់ព្រមចុះញោមជាមួយគេទេអញ្ចឹងបើសិនបើគេនៅតែរង់ចាំអ្នកឲ្យតាក់ទងទៅគេអញ្ចឹងដាច់ខាតគឺអ្នកមិនតាក់ទងទៅដូច្នេះមានតែគេខ្លួនឯងដែលគេត្រូវតែរណបម្នាក់តាក់ទងម្នាក់មុនមានតែគេត្រូវតែឈានជើងមកមុខដើម្បីសុំទោសអ្នកដើម្បីសុំសាសនាជាមួយអ្នកដើម្បីសុំអ្នកតាក់ទងគ្នាសម្រាប់អ្នកស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនទៀតមនុស្សដែលគេនឹងតាក់ទងម្នាក់នោះអាចជាមនុស្សដែលធ្លាប់លួចលុយរបស់អ្នកយកទៅដោយថាគេយកប្រាក់គេហៅថាប្រាក់សន្សំរបស់គ្រួសារឬក៏ប្រាក់ដែលហៅថាជាចំណែករួមរបស់អ្នកទាំងពីរទៅក៏ថាបានផងដែរអញ្ចឹងទៅគឺគេចង់ចូលត្រឡប់មករកអ្នកវិញដើម្បីសងបំណុលកម្មដែលគេបានជំពាក់អ្នកនឹងឯងឬក៏និយាយថាគឺគេនឹងប្រាប់អ្នកអំពីអ្វីដែលគេបានយកទៅចាយវាយតាក់ទងជាមួយនឹងលុយដែលគេបានយកពីអ្នកទៅសម្រាប់អ្នកស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនគឺមនុស្សដែលគេនឹងមកតាក់ទងជាមួយអ្នកគឺគេនឹងមកនិយាយអំពីរឿងលុយជាមួយអ្នកតែម្ដងណាបើសិនបើអ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំគឺជាមនុស្សស្រីច្បាស់ណាស់ថាមនុស្សដែលគេនឹងមកតាក់ទងជាមួយអ្នកគឺជាមនុស្សប្រុសតែម្ដងណាដែលគេមានចិត្តអន្ទះសារអន្ទះអន្ទៃនៅក្នុងការ
ចង់និយាយចរចាជាមួយអ្នកនឹងឯងអាចនិយាយថាមនុស្សដែលគេមកតាក់ទងជាមួយអ្នកដោយសារតែគេមានបញ្ហាសុខភាពមិនថាជាសុខភាពផ្លូវកាយឬក៏សុខភាពផ្លូវចិត្តទេអញ្ចឹងគេត្រូវការអ្នកដើម្បីទៅគេហៅថាដូចជាថ្នាំផ្សះរបួសរបស់គេអញ្ចឹងណាដូចថាបើសិនជាផ្លូវចិត្តគឺគេដូចជារងទុក្ខវេទនាឬក៏គេឈឺចាប់ដោយសារតែអ្នកអញ្ចឹងទៅគឺគេត្រូវការឲ្យអ្នកទៅលួងលោមគេឬក៏ត្រូវមានវត្តមានរបស់អ្នកនៅក្នុងជីវិតរបស់គេទៅធ្វើឲ្យជីវិតគេហៅថាជីវិតរបស់គេឬក៏អារម្មណ៍របស់គេស្ងប់ណាមើលទៅគេនៅក្នុងពេលនេះដូចជាត្រូវការអ្នកខ្លាំងមែនទែនតែម្ដងអ្នកស្ដាប់ការនិយាយរបស់ខ្ញុំគេដូចជាមនុស្សដែលមានទ្រព្យមានសម្បត្តិដែរហើយមើលទៅអ្នកទាំងពីរដូចជាឆ្លោះបញ្ចាំងឲ្យគ្នាទៅវិញទៅមកចាព្រោះតែមានលេខគូចេញមកសម្រាប់អ្នកស្ដាប់ការមានរបស់ខ្ញុំមួយចំនួនទៀតអាចនិយាយថាមនុស្សដែលគេចូលមកតាក់ទងជាមួយអ្នកអាចថាគឺគេនឹងជួលអ្នកឲ្យទៅធ្វើការមើលថែនរណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់គេក៏ថាបានផងដែរជាពិសេសបើសិនបើអ្នកដែលស្ដាប់ការមានរបស់ខ្ញុំនេះគឺជាមនុស្សស្រីតែម្ដងណាគឺគេចង់ជួលអ្នកឲ្យទៅតាក់ទងជាមួយនឹងការមើលថែមិនថាមើលថែខ្លួនគេផ្ទាល់ឬក៏មើលថែសមាជិកក្រុមគ្រួសាររបស់គេណាម្នាក់អ្នកដែលស្ដាប់ការមានរបស់ខ្ញុំអ្នកអាចជាមនុស្សដែលមានអាយុ30ឆ្នាំឡើងឬក៏មនុស្សដែលគេនឹងមកតាក់ទងជាមួយអ្នកគឺជាមនុស្សដែលមានអាយុ30ឆ្នាំឡើងឆ្នាំ2012អាចជាឆ្នាំសំខាន់សម្រាប់អ្នកដែលស្ដាប់ការមានរបស់ខ្ញុំឬក៏អាចជាឆ្នាំសំខាន់សម្រាប់មនុស្សដែលគេមកតាក់ទងជាមួយអ្នកដូចថាគេធ្លាប់បាត់បង់នរណាម្នាក់តាំងពីឆ្នាំ2012ក៏ថាបានផងដែរប៉ុន្តែអ្នកដែលស្ដាប់ការរបស់ខ្ញុំត្រូវដឹងផងដែរថាមនុស្សដែលគេមកតាក់ទងជាមួយអ្នកនោះគឺគេបដិញ្ញាចិត្តនៅក្នុងការតាក់ទងម្នាក់ហើយដោយថាគេសម្រេចចិត្តច្បាស់លាស់អញ្ចឹងណាដើម្បីតាក់ទងម្នាក់គឺដឹងតែតាក់ទងមកតែអ្វីដែលគេមកនាំមកជាមួយនោះគឺមិនមែនជាការមកដោយលក្ខណៈថាសុខសន្តិភាព 100% ជាមួយអ្នកទេគឺគេនាំមកនៅភាពគេហៅថាបញ្ហាខ្លះដែរចាដោយថាទុកកង្វល់មួយចំនួនសម្រាប់ឲ្យអ្នកដោះស្រាយដែរអញ្ចឹងណាអញ្ចឹងទៅគឺអ្នកដែលស្ដាប់ការមានរបស់ខ្ញុំនេះត្រូវតែគិតឲ្យច្បាស់លាស់ដើម្បីគេហៅថាធ្វើឲ្យជីវិតរបស់ខ្លួនឯងដើរទៅយ៉ាងម៉េចគឺជាជំរឿនរបស់ខ្លួនឯងទេតែសម្រាប់អ្នកខ្លះមនុស្សដែលគេមកតាក់ទងជាមួយអ្នកគឺជាអ្នកមានទ្រព្យហើយគេយកលុយធ្វើជាអន្ទាក់នៅក្នុងការតាក់អ្នកឲ្យទៅប្រស្រ័យតាក់ទងជាមួយគេឲ្យទៅចងភ្ជាប់និស្ស័យជាមួយគេអញ្ចឹងសូមអ្នកឲ្យស្ដាប់ការមានរបស់ខ្ញុំនេះគិតឲ្យបានល្អសិនណាចានេះគឺជាទីបញ្ចប់សម្រាប់ការមានក្នុងពេលនេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តការនិយាយរបស់ខ្ញុំសូមកុំភ្លេចជួយ like subscribe និង share channel របស់ខ្ញុំអ្នកមួយផងដែរក៏ដូចជាជួយ comment ខាងក្រោមវីដេអូថាតើការទូទាយនេះត្រូវជាមួយអ្នកទាំងអស់គ្នាបានប្រមាណភាគរយដើម្បីជាការចែករំលែកទៅដល់អ្នកដទៃសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយអ្នកទាំងអស់គ្នាអាចចូលបឋមខ្ញុំតាមរយៈ barcode ដូចដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទរបស់ដែរខ្ញុំអាចទិញការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកំសាន្តជាហូបបន្តទៀតសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយ